យៈទាំង5នេះផឹកពេលព្រឹកល្អតែកុំលូកពេលយប់ប្រយ័ត្នឡើងទម្ងន់ចាស់ជាងវ័យសម្រាប់ភេសជ្ជៈទាំង5ខាងក្រោមនេះជាទូទៅវាអាចផ្ដល់ប្រយោជន៍ជាច្រើនមកដល់រាងកាយរបស់យើងតែការទទួលទាននៅពេលល្ងាចឬពេលយប់វាអាចបង្កផលប៉ះពាល់ទៅវិញពលគឺអាចនាំឲ្យឡើងទម្ងន់និងវិវត្តទៅរកភាពចាស់ជាងវ័យជាដើម 1. ទឹកដូងជាទូទៅវាមានរសជាតិផ្អែមត្រជាក់អាចបំបត្តិការស្រេកទឹកបន្សាបជាតិពុលក្នុងរាងកាយជារួមគឺល្អសម្រាប់បេះដូងប្រព័ន្ធរំលាយអាហារនិងពង្រឹងប្រព័ន្ធការពាររាងកាយជាដើមតែយ៉ាងណាអ្នកមិនគួរទទួលទានទឹកដូងក្រោយម៉ោង 10 យប់ទេព្រោះវាអាចធ្វើឲ្យក្រពះត្រជាក់ធ្វើឲ្យអ្នកគេងមិនលក់ដោយសារងើបនោមញឹកពេលវេលាល្អបំផុតដែលអ្នកគួរទទួលទានគឺនៅពេលព្រឹក 2. ទឹកក្រូចច្របាច់វាមានជាតិអាស៊ីតខ្ពស់រសជាតិជូរដូច្នេះมันអាចទទួលទានតាមចិត្តចង់របស់អ្នកឡើយតាមការណែនាំពីអ្នកជំនាញអ្នកហាមទទួលទានទឹកក្រូចច្របាច់ក្រោយម៉ោង 10 យប់ព្រោះបរិមាណអាស៊ីតច្រើននៅក្នុងផ្លែក្រូចអាចបំផ្លាញស្រទាប់ធ្មេញពេលគេងហើយវាបញ្ចុះទឹកនោមធ្វើឲ្យគេងមិនលក់ជាងនេះទៅទៀតនឹងធ្វើឲ្យរាងកាយលើសថាមពលប្រមូលផ្ដុំជាតិទឹកច្រើនធ្វើឲ្យហើមពោះនិងប្រមូលផ្ដុំជាតិខ្លាញ់ក្នុងពោះបង្កឲ្យទៅជាលើសទម្ងន់ទៅវិញប្រសិនបើអ្នកទទួលទានខុសពេល 3. ទទួលទានភេសជ្ជៈវីតាមីនភេសជ្ជៈបំពេញវីតាមីនពេលវេលាទទួលទានល្អបំផុតគឺនៅពេលព្រឹកព្រោះនៅពេលយប់វានឹងដាក់បន្ទុកលើក្រពះពោះវៀនហើយធ្វើឲ្យរាងកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមនោះពេញលេញ 4. ភេសជ្ជៈកំប៉ុងមានជាតិស្ករគ្រោះថ្នាក់ខ្លាំងណាស់ការទទួលទានភេសជ្ជៈពៅកម្លាំងឬភេសជ្ជៈមានជាតិកាបូននៅពេលយប់ព្រោះវាអាចប្រមូលផ្ដុំទៅដោយជាតិខ្លាញ់បង្កើនហានិភ័យនៃការធាត់លើសឈាមខ្លាញ់ក្នុងឈាមខ្ពស់ទឹកនោមផ្អែមនិងជំងឺសរសៃឈាមជាដើមជាងនេះជាការទទួលទានវាពេញពោះពេកនាំឲ្យគេងមិនលក់ក៏ជាហេតុវិវត្តទៅរកភាពចាស់ជាងវ័យថែមទៀតផង 5. ទឹកដោះគោសណ្តែកទឹកដោះគោសណ្តែកសៀង100 មីលីក្រាមត្បិតបើមានត្រឹមតែ30 គីឡូកាឡូរីតែអ្នកក៏មិនគួរទទួលទានវានៅពេលយប់ដែរព្រោះវាអាចរាំងស្ទះដល់ដំណើរការសម្រក់ទម្ងន់សម្រាប់អ្នកចង់ស្រក់ទម្ងន់យកល្អគួរទទួលទានវានៅពេលព្រឹកទើបល្អបំផុតទាំងសម្រាប់ការបំពេញថាមពលរាងកាយនិងផ្ដល់សារធាតុចិញ្ចឹមផ្សេងៗ